សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអឺថ្ងៃនេះផងដែរនេះខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាបង្ហាញបងប្អូនទាំងអស់គ្នាអំពីទស្សនវិជ្ជានៅក្នុងភូមិរបស់នាងខ្ញុំនិយាយទៅគឺថាពេលដែលនាងខ្ញុំទំនេរពីការងារថ្ងៃជប់សម្រាប់អីហ្នឹងគឺនាងខ្ញុំតែងតែជិះម៉ូតូនៅក្នុងភូមិដើម្បីកាត់បន្ថយ stress អញ្ចឹងណាបងប្អូនទេសភាពវាថា fresh មែនតើទៅពេលណាដែលខ្ញុំអបសុកអីចឹងទៅគឺទាញតសៅម៉ូតូមកគឺទៅហើយបងប្អូនជិះលុកលុយក្នុងភូមិខ្ញុំនឹងឯងណាមួយក្នុងភូមិខ្ញុំគឺសបោសតាដើមឈើរុក្ខជាតិអីផ្សេងអញ្ចឹងដោយសារតែពួកគាត់ជាអ្នកបណ្ដុះកូនឈើហើយនឹងដើមផ្កាផ្សេងអញ្ចឹងបងប្អូនអញ្ចឹងធ្វើឲ្យក្នុងភូមិនេះខ្ញុំគឺថាស្អាតហើយ fresh ហើយសម្បូររុក្ខជាតិបៃតងអញ្ចឹងបងប្អូននិយាយទៅធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយចាហើយថ្ងៃហ្នឹងផងដែរគឺខ្ញុំមកជាមួយនឹងម៉ាក់របស់ខ្ញុំបងប្អូនមកដូចគ្នាបងប្អូនចាគឺថាម៉ាក់ខ្ញុំគឺគាត់ចូលកាមេរ៉ាអញ្ចឹងទៅក៏មិនសូវដែរអូអេចមែនទេតែខ្ញុំនឹងបងប្អូនអូខេឥឡូវយើងក្លែកមកមើលផ្លូវយើងវិញគឺថាវាត្រជាក់ហ្មងបងប្អូនពេលយើងជិះទៅអញ្ចឹងណាពេលហ្នឹងគឺខ្ញុំជិះទៅផ្ទះមីងខ្ញុំចាថាផ្លូវត្រង់អត់ជិះទេគឺថាដើម្បីចង់បានបរិយាកាសរៀងប្លែកអញ្ចឹងទៅក៏ជិះចូលក្នុងផ្លូវភូមិអញ្ចឹងបងប្អូននិយាយថាមានស្ទឹងមានអីអញ្ចឹងស្ទឹងពេលទឹកឡើងនិយាយទៅទេសភាពម្យ៉ាងដែរបងប្អូនពេលបងប្អូនបានមកផ្ទាល់បានដឹងថាវាត្រជាក់ប៉ុន្មានអញ្ចឹងណាព្រោះសងខាងផ្លូវយើងគឺសាដើមឈើអញ្ចឹងណាហើយមួយទៀតដោយសារតែតំមេឃវាតែមកភ្លៀងហើយអញ្ចឹងណាបងប្អូនអញ្ចឹងធ្វើឲ្យយើងជិះតាមផ្លូវទៅគឺថាត្រជាក់ផងហើយទេសភាពពណ៌បៃតងអញ្ចឹងទៅចាបើបងប្អូនឃើញសងខាងផ្លូវគឺពួកគាត់បដោះស្វាយបដោះកទួតបដោះដើមឈើផ្សេងហូបផ្លែបងប្អូននៅម្ដុំហ្នឹងពីច្រើនគឺគាត់អូគឺថាមានឆ្កែមួយរហូតមកបងប្អូនទឹកស្ទឹងគេចាតំបន់គាត់គឺតំបន់ក្នុងភូមិខ្ញុំនេះគឺថាពួកគាត់ពីច្រើនគឺបដោះកូនឈើលក់បងប្អូនក្មេងៗចេញពីរៀនទៅម្យ៉ាងដែរបងប្អូនពេលខ្លះអត់បានទៅណាឆ្ងាយទៅលេងខេត្តទៅលេងអីទៅចាជិះក្នុងភូមិក្នុងអីលេងអញ្ចឹងដើម្បីកាត់បន្ថយ stress អញ្ចឹងណាចាគឺថាចិត្តដល់ផ្លូវចូលផ្ទះមិញហើយទៅម្យ៉ាងដែរមានបងប្អូននៅក្នុងភូមិអញ្ចឹងមានចេកមានអីហូបផ្លែហូបអីតាមផ្លូវអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនដែលបានចូលមើលវីដេអូរបស់ខ្ញុំណាកុំភ្លេចជួយ subscribe ហើយនិង like